ខ្ញុំកាណាអាត្មាភាពសូមក្រាបថ្វាយបង្គំចំពោះកាណាគុណចាស់គ្រប់ព្រះអង្គជាទីគោរពសក្ការៈនិងសូមចម្រើនពរញាតិញោមប្រជាពុទ្ធបរិស័ទទាំងក្នុងនិងក្រៅប្រទេសដោយមេត្រីធម៌រាត្រីនេះខ្ញុំព្រះករុណាអាត្មាភាពមានឱកាសជាថ្មីដើម្បីបានពិតប្រគិននិងចម្រើនពរព័ត៌មានខ្លះៗប្រគិននិងជូនញាតិញោមពុទ្ធបរិស័ទទាំងក្នុងនិងក្រៅប្រទេសស្ដាប់ដើម្បីបានជាគតិត្រេះរិះពិចារណាជុំវិញបញ្ហានៃការកាប់បំផ្លាញព្រៃឈើនៅក្នុងព្រះរាជាណាចក្រកម្ពុជាហើយព័ត៌មានដែលខ្ញុំប្រកាសណានឹងពុតប្រគិនចម្រើនពរជូននៅក្នុងរាត្រីនេះគឺដើម្បីបានឆ្លើយតបទៅជាមួយនឹងប្រសាសន៍របស់ញោមនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាគឺញោមហ៊ុនសែនដែលបានប្រកាសកាលពីថ្ងៃទី31 ខែមីនាឆ្នាំ2016កន្លងទៅនេះអំពីការជ្រើសរើសយកតំបន់ព្រៃឈើចំនួន5កន្លែងដាក់ទៅជាព្រៃការពារហើយក្នុងនោះគឺគាត់បានមានប្រសាសន៍ថាព្រៃឡង់គឺត្រូវតែដាក់ចូលជាព្រៃការពារហើយសូមញាតិញោមពុទ្ធបរិស័ទទាំងអស់ស្ដាប់ប្រសាសន៍របស់ញោមនាយករដ្ឋមន្ត្រីរួចហើយអាត្មានឹងធ្វើការឆ្លើយតបទៅជាមួយនឹងសម្ដីរបស់គាត់ចំណានពូឥឡូវនេះខ្ញុំក៏សូមនិយាយសូមជម្រាបជូនដែរខ្ញុំយកបាននិយាយព្រមហើយជាមួយនឹងសំណើពីគ្រោះពិភាក្សារបស់រដ្ឋមន្ត្រីក្រសួងបរិស្ថានសៃលម៉ាហើយនឹងសំណើរួមពីរវាងក្រសួងកសិកម្មជាមួយនឹងក្រសួងបរិស្ថានយើងដាក់ព្រៃមួយចំនួនទៅជាព្រៃការពារមកដោយអាព្រៃឡង់នេះទុកវាទៅអីទៀតត្រូវដាក់វាជាព្រៃការពារមកអ្នកណាដែលទៅប្រវោះទៅអីទាំងសង្គមស៊ីវិលទាំងណាស្អីណាដែលទៅប្រវោះរុំឈើស្អីហ្នឹងដាក់ឲ្យទៅជាឲ្យចូលរួមក្នុងចលនាការពារប្រយោជន៍មកតំបន់ភ្នំក្រវាញក៏ដូចគ្នាដែរឲ្យវាទៅជាតំបន់ព្រៃការពារក្រោយពីការបានស្ដាប់ប្រសាសន៍ញោមនាយករដ្ឋមន្ត្រីរួចមកអាត្មាបានសឹងគិត3ថ្ងៃគឺពីថ្ងៃទី31រហូតដល់រាត្រីថ្ងៃទី2នេះគឺអាត្មាបានត្រេះរិះថ្លឹងថ្លែងគ្រប់គ្រាន់សំគូដល់ពេលវេលានឹងធ្វើការឆ្លើយតបទៅជាមួយនឹងប្រសាសន៍របស់ញោមនាយករដ្ឋមន្ត្រីភាសាធម្មតាគេថាសម្ដីនាយករដ្ឋមន្ត្រីដែលគាត់បាននិយាយពីថ្ងៃមុនហើយភាសាអ្នកមុខអ្នកការនៅមើលមន្ត្រីនោះគេនិយាយថាប្រសាសន៍របស់នាយករដ្ឋមន្ត្រីដែលបានថ្លែងទៅកាន់អ្នកមុខអ្នកការពីថ្ងៃមុននោះចំបានពោអាត្មាមានបៃតេសុំមនុស្សរីករាយក្រោយពីឮញោមនាយករដ្ឋមន្ត្រីប្រកាសថាដាក់តំបន់ព្រៃឡង់ទៅជាតំបន់ការពារហើយគាត់បើកទូលាយអនុញ្ញាតឲ្យសមាគមសង្គមស៊ីវិលអ្នកណាក៏ដោយដែលចង់ចូលរួមចំណែកក្នុងការការពារព្រៃឡង់សូមអញ្ជើញទៅចូលរួមការពារដោយសេរីហើយក្នុងនោះអាត្មាបានស្ដាប់ប្រសាសន៍ញោមមួយម៉ាត់ហើយឮញោមលួចសើចបន្តិចថាអ្នកណាក៏ទៅបានដែរអ្នកណាចង់ពំបុះអ្នកណាអីក៏ធ្វើទៅចោះញោមនិយាយធ្វើដូចមិនដឹងអ្នកណាពំបុះអាត្មាទៅពំបុះចម្រើនពូអាត្មាទៅការពារព្រៃឡង់យូរឆ្នាំហើយចម្រើនពូហើយអាត្មាសូមចម្រើនពរទៅកាន់ញោមនាយករដ្ឋមន្ត្រីថាស្បង់ជីវរដែលអាត្មាបានពំបុះឈ្មួញទុច្ចរិតបានសារចេញហើយកាត់ដើមឈើអាត្មាចូលសោកស្ដាយណាស់ចម្រើនពូអាត្មាពំបុះបាន98ដើមអាធំប៉ុន្តែឥឡូវនេះគេបំផ្លាញខ្ទេចខ្ទីអស់ទៅហើយអាត្មាសប្បាយចិត្តមានសេចក្តីរំភើបក្រោយពីឮញោមមានប្រសាសន៍ថាដាក់តំបន់នោះឲ្យទៅជាតំបន់ការពារហើយយើងរួមគ្នាការពារគុំថារត់ឬរះគឺការពារស្មើភាពគ្នានេះជាចំណុចពិសេសមួយដែលអាត្មាកត់សរសើរចំពោះការសម្រេចចិត្តនេះគឺជារឿងត្រឹមត្រូវមួយហើយក៏ប៉ុន្តែអ្វីដែលតមថាំងនៅក្នុងបេះដូងអាត្មាគឺធ្លាប់ឃើញញោមសន្យាជាច្រើនលើកមកហើយតែធ្វើមិនបានហើយយកទិដ្ឋភាពនេះមកប្រៀបធៀបគ្នាអាត្មាបានចុះទៅកាន់ខេត្តព្រះវិហារកាលពីថ្ងៃទី16រហូតដល់ថ្ងៃទី18ខែមីនាឆ្នាំ2016នេះគឺឃើញខាងសាលាខេត្តព្រះវិហារហើយនឹងលោកអភិបាលស្រុករវៀងខេត្តព្រះវិហារបានបញ្ជូនកម្លាំងទៅរៀបរៀងទាំងមន្ត្រីសង្ឃទាំងអីហើយយកប៉ូលីសស្វឹងស្រាអេវ៉ូមេស្ពាយកំភ្លើងទៅភ្ជុងអាត្មា
ហើយរហូតដល់ទៅពុំមានអោយអាត្មាឬរូងមិនអោយនិយាយស្ដីទៅកាន់ប្រជាពុទ្ធបរិស័ទដើម្បីអប់រំឲ្យចូលរួមចំណែកក្នុងការការពារព្រៃឈើនោះនេះចំណុចនេះញោមនាយករដ្ឋមន្ត្រីមានប្រសាសន៍អាត្មាសូមយកវីដេអូនិងសំឡេងនេះទៅចាក់ឲ្យអ្នកសហគមន៍បានស្ដាប់នៅថ្ងៃទី8ខាងមុខនេះចំនួនពូហើយអាត្មានឹងរងចាំមើលថាតើប្រសាសន៍របស់នាយករដ្ឋមន្ត្រីមានប្រសិទ្ធភាពប៉ុណ្ណាហើយមន្ត្រីក្រមអូវ៉ាត់បានស្ដាប់ឮនិងអនុវត្តតាមដែរឬអត់ហើយបើញោមនៅតែបើកចិត្តទូលាយបន្តទៀតក្រោយពីការយកវីដេអូរបស់ញោមទៅចាក់ឲ្យអ្នកសហគមន៍ស្ដាប់ប្រសិនបើមានអាជ្ញាធរស្ពាយកំភ្លើងសវឹងស្រាអេវមេទៅភ្ជុងអាត្មាដោយកាលពីថ្ងៃទី16ទៀតអាត្មានឹងមានពុទ្ធមានចម្រើនពោជូនញោមបន្តទៀតហើយនឹងអាចធ្វើការវិចម្លៃថាសន្តិនាយករដ្ឋមន្ត្រីមានប្រសិទ្ធភាពកម្រិតណាមិនពូបើទុកណាភាសារបស់ញោមនាយករដ្ឋមន្ត្រីថ្លែងដដែលប៉ុនព្រីនៅតែកាប់យ៉ាងណាក៏ដោយចោះមកដល់ចំណុចនេះអាត្មាគិតថាជាចំណុចល្អមួយហើយដែលការខំប្រឹងប្រែងរបស់សហគមន៍ព្រីឡង់ប្រសង់ខ្មែរនិងយុវជនដែលបានចូលរួមចំណែកយ៉ាងអធិកអធមចូលរួមការពារព្រីកាលពីឆ្នាំ2015កន្លងមកនេះយើងឃើញថាបានលទ្ធផលមួយគូមោទនភាពហើយបានត្រឹមប្រសាសន៍នាយករដ្ឋមន្ត្រីថាដាក់ព្រីឡង់ទៅជាព្រីការពារនេះក៏ជាចំណុចមួយដែលជាលទ្ធផលនៃការខំប្រឹងប្រែងធ្វើឲ្យនាយករដ្ឋមន្ត្រីស្ដាប់សេចក្តីទុកកង្វល់របស់យើងដែលយើងបាននិយាយស្ដីទៅកាន់មន្ត្រីរបស់គាត់ហើយនឹងនាយករដ្ឋមន្ត្រីផ្ទាល់តែម្ដងបាទពូហើយមកដល់ម៉ោងនេះអាត្មាបានដាក់លិខិតទៅសាលាខេត្តព្រះវិហារតាំងពីថ្ងៃទី14ខែមីនារហូតដល់ដាច់ខែមីនាទៅហើយខាងសាលាខេត្តព្រះវិហារមិនអនុញ្ញាតនឹងផ្ដល់លិខិតឲ្យអាត្មាចូលរួមការពារព្រីនៅតំបន់ព្រះវិហារនោះទេចំបានពូសូមញោមនាយករដ្ឋមន្ត្រីមេត្តាជ្រាបចំណុចនេះមីឃុំរុះរិនស្រុករវៀងខេត្តព្រះវិហារបានព្រមានថាអ្នកណាហ៊ានចូលទៅការពារតំបន់នោះទោះជាប្រសង់ឬប្រសក់គិតនឹងវ័យខ្នោះតែម្ដងអាត្មាមានសម្លេងរបស់គាត់ទាំងស្រុងប៉ុន្តែសូមរក្សាសម្លេងនោះទុកមួយអន្លឺសិនចាំមើលមានប្រតិកម្មយ៉ាងណាអាត្មានឹងយកសម្លេងដែលគិតព្រមានចាប់ពួកអាត្មាវ័យខ្នោះយកមកផ្សាយឲ្យពុទ្ធបរិស័ទបានឮហើយឲ្យញោមនាយករដ្ឋមន្ត្រីឮថាតើអាជ្ញាធរថ្នាក់ក្រមដែលស្ថិតនៅក្រោមការដឹកនាំរបស់គាត់ប្រហឿនប៉ុណ្ណាសូម្បីតែព្រះសង្ឃចូលរួមចំណែកក្នុងការការពារធនធានធម្មជាតិគាត់ហ៊ានប្រមាថវ័យខ្នោះប៉ុន្តែទុយទៅវិញជួនទុច្ចរិតដែលកាប់ព្រីអស់ជិតមួយប្រទេសទៅហើយគាត់មិនដែលហ៊ានបើកភ្នែកមើលទេគាត់បែរទៅជានិយាយថាគាត់អាជ្ញាធរក្នុងតំបន់គ្មានសិទ្ធិទេបានត្រឹមដើរការពារដីស្រែរបស់អ្នកស្រុកសូម្បីតែសន្តីកន្លែងនេះក៏ខុសឆ្គងយ៉ាងធ្ងន់ធ្ងរផងដែរអាជ្ញាធរថ្នាក់មូលដ្ឋានមិនមែនជាអ្នកដើរការពារដីទេគឺជាអ្នកផ្ដល់សេវាសាធារណៈនិងផ្ដល់សន្តិសុខសុវត្ថិភាពដល់ប្រជាពលរដ្ឋដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួនទុយទៅវិញលោកមេឃុំនិយាយថាគាត់ដើរការពារដីគាត់មានការពារព្រីទេគាត់ការពារដីស្រែអ្នកស្រុកនេះគឺជាមេឃុំដែលសវឹងអេវមេហើយខ្វះការពិចារណាបានតែអាងកងអាងកាយអាងកាប់អាងចាក់សំបីតែប្រសងក៏មិនលើកលែងឲ្យដែរហើយមួយចំណែកទៀតខាងខេត្តស្ទឹងត្រែងឃើញថាមានការឆ្លើយតបល្អក្រោយពីអាត្មាបានដាក់លិខិតសុំចូលរួមចំណែកការពារព្រីឡង់រួចមកសាលាខេត្តបានតាកតងមកប៉ុន្តែមកដល់ម៉ោងនេះមិនទាន់ចេញលិខិតអនុញ្ញាតឲ្យអាត្មាទេអាត្មាក្នុងនាមប្រសងខ្មែរក្នុងនាមអង្គការសង្គមស៊ីវិលដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃរួចបរិបូរហើយមូលហេតុអ្វីអភិបាលខេត្តដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងមហាផ្ទៃនៅតែមិនទទួលស្គាល់សចនរបស់ក្រសួងមហាផ្ទៃហើយទាមទារឲ្យយើងសុំច្បាប់ម្ដងហើយម្ដងទៀតអាត្មាបានអនុវត្តច្បាប់ត្រឹមត្រូវសុំច្បាប់ហើយពីដើមឡើយយើងជូនដំណឹងតែគេទាមទារឲ្យយើងសុំច្បាប់យើងក៏ព្រមធ្វើទៅតាមតម្រូវការរបស់អាជ្ញាធរក្នុងតំបន់ដែលមានទម្លាប់មិនស្អាតស្អំស្មោករោគទាលុយពីគីពីឯងដាក់លិខិតបើគ្មានលុយមិនខ្ចីសញ្ញេនេះជាទម្លាប់ស្មោករោគរបស់អាជ្ញាធរប៉ុន្តែចាប់ពីពេលនេះតទៅអាត្មាសង្ឃឹមថាគេនឹងភ្ញាក់រលឹកបើគេមិនភ្ញាក់គេនឹងខ្លាយទៅជាជនស្លាប់ទាំងរស់ជំរាបពរអាត្មានឹងចុះទៅកាន់តំបន់ព្រីឡង់នៅថ្ងៃទី4ខែមេសាឆ្នាំ2016នេះ10ថ្ងៃហើយសូមឆ្លើយតបទៅញាតិញោមដែលតែងតែរិះគន់ថាធ្វើសកម្មភាពការពារព្រីឡង់គ្រាន់តែល្អមើលប៉ុណ្ណោះទេអាត្មាសប្បាយចិត្តនឹងធ្វើកិច្ចការទោះទូចឬធំមិនសំខាន់តែសំខាន់អាត្មាបានចូលរួមចំណែកក្នុងការពារធនធានធម្មជាតិរបស់អាត្មានិងការចូលរួមចំណែកអភិវឌ្ឍជាតិដ៏កំសត់មួយនេះហើយបើគុំតែមានពួកអ្នកស្រែកអាឡូអាឡា
អ្នកធ្វើដើម្បីបានសកម្មភាពក៏គ្មានសេចក្តីប្រកាសរបស់នាយករដ្ឋមន្ត្រីថ្ងៃនេះដែរដូច្នេះយល់ល្អធ្វើទូចឬធំវាប្រសើរជាងអង្គុយរិះគន់ដែលមិនធ្វើអ្វីសោះហើយបើការរិះគន់ជាចំណុចវិជ្ជមានអាត្មាក៏សូមស្វាគមន៍ផងដែរប៉ុន្តែយើងឃើញថាពេលដែលយើងចាប់ផ្ដើមការពារគេថាធ្វើដើម្បីបានសកម្មភាពត្រូវជំរាបពូព្រោះមនុស្សមួយត្រូវតែមានសកម្មភាពត្រូវតែមានចលនាទោះធ្វើកិច្ចការអ្វីក៏ដោយត្រូវតែមានចលនាទៅមុខទូចឬធំកុំទាន់អាលគិតខុសឬត្រូវកុំទាន់អាលក៏ប៉ុន្តែយើងត្រូវឈលលើគោលការណ៍មួយថាក្នុងនាមជាពលរដ្ឋម្នាក់មានសិទ្ធិនិងកាតព្វកិច្ចរួមចំណែកការពារជាតិនិងការពារធនធានទ្រព្យសម្បត្តិរបស់ជាតិខ្លួនបានពូនេះជាចំណុចមួយដែលអាត្មាចង់ផ្ញើទៅកាន់ញាតិញោមពុទ្ធបរិស័ទថាពីពេលនេះតទៅបើយើងចង់រិះគន់ត្រេះរិះពិចារណាត្រូវតែឈលលើមូលដ្ឋានមួយសមរម្យហើយមានហេតុផលច្បាស់លាស់ខ្លួនជាអ្នករួមចំណែកទៅជារឿងមួយត្រឹមត្រូវល្អប៉ុន្តែបើយើងជាមនុស្សទុកភ្ញាក់ពីដេកមុខមិនទាន់លូបហើយងាកមករិះគន់ប្រកាសជាគ្មានប្រសិទ្ធភាពទេព្រះសង្ឃខ្មែរយុវជនខ្មែរពុទ្ធបរិស័ទខ្មែរគេបានយល់ដឹងច្រើនហើយចំពោះបញ្ហាអស់នេះចំបានពូហើយរួមផ្សំនឹងទស្សនវិជ្ជានេះអាត្មាបន្តរិះគន់នាយករដ្ឋមន្ត្រីដដែលចំបានពូអត់មានរៀបថយអីទេបើសិនជានាយករដ្ឋមន្ត្រីធ្វើមិនត្រូវជីកើតទៅចំបានពូដោយសារយើងប្រឹងជីយូរឆ្នាំនឹងហើយដែលកើតកែតម្រង់បានប៉ុណ្ណេះហើយកាលពីមុនយើងគិតតែនឹមគ្នាសម្ភាសកើតសម្ភាសរហូតដល់កើតភ្លេចខ្លួនភ្លេចអភិវឌ្ឍប្រទេសធ្វើឲ្យបាត់បង់ព្រៃឈើអស់ធ្វើឲ្យអន្តរាយធនធានធម្មជាតិរបស់ជាតិប៉ុន្តែដល់ពេលយើងរួមគ្នាជីរួមគ្នាទីទៀនឈលលើចំហត្រឹមត្រូវមួយគិតធ្វើការកែតម្រង់យើងក៏សប្បាយចិត្តចំបានពូញោមហ៊ុនសែនក៏ជាខ្មែរបានពូហើយយើងអស់គ្នាក៏ជាខ្មែរចូលរួមការពារចូលរួមអភិវឌ្ឍប៉ុន្តែសូមដូរអិរិយាបថទួតគីចូលរស់អ្នកឯងបានពូខ្មែរអស់គ្នាមិនត្រូវទួតខ្មែរណាមួយចូលទេហើយសូមកុំហាមើលសើចពីនិយាយថាអ្នកណាបំពុះទៅមានអ្នកណាបំពុះលោកសង្ឃណាចំបានពូញោមធ្លាប់នៅវត្តក៏គូតែនិយាយថាប្រសងអង្គណាចង់និមន្តទៅបំពុះទៅប្រើពាក្យមួយម៉ាត់នឹងក៏ធ្ងន់ម្លេះមិនហ៊ានប្រែងបានពូធ្វើនាយករដ្ឋមន្ត្រីមួយដែលគនរូមួយម៉ាត់មិនហ៊ានធ្វើឲ្យគេមើលបានពូធ្វើទៅមិនធ្ងន់ស្រាលអីទេកុំធ្វើរបៀបអាងតែឯងធ្លាប់ខ្វៀលក៏បីបាញ់ត្រីក៏ចង់តែប្រើរបៀបអិយាបថដដែលនោះវាមិនត្រឹមត្រូវទេបានពូហើយអ្នកណាដែលបំពុះនោះអ្នកណាដែលទៅចូលរួមខ្លាំងជាងគេប្រសងនឹងហើយបានពូចឹងប្រសើរលូកខ្លះទៅកុំអោយគ្រាន់តែថាប្រសើរមួយម៉ាត់នឹងមិនបានទេបើខ្លួនឯងស៊ីចូលដាក់ឈ្មោះតាមប្រគុណឯងក៏ប្រសើរណែជាអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនដែលគេទៅសេនៅមុខប្រគុណឯងអានោះមិនក៏ចង់បានពូលោកក៏លោកចង់បានដូចគ្នាដែរដាក់លោកឲ្យដាក់ឲ្យលោកខ្លះទៅប្រសើរលោកខ្លះទៅគេធ្វើយូរដែរបានពូខ្ញុំកណ្ណាអាត្មាភាពសូមក្រាបថ្វាយបង្គំលានឹងចម្រើនពរលា